បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូសុតបារានជ័យទឹកសំចៃរំលែករុក្ខជាតិមួយទៀតឲ្យបងប្អូននៅខាងក្រោយខ្ញុំនេះគឺអំព្រំឬព្រំបណ្ដាពាក់ព័ន្ធនឹងសុតបារានខ្មែរយើងក៏ជំងឺកូនខ្ចីធ្វើឲ្យចេញទឹកដោះខ្វះទឹកដោះអញ្ចឹងបងប្អូនយកទៅធ្វើថ្នាំឱសថបារានហើយមួយទៀតគឺបញ្ចេញខ្យល់ហើយកាពះចុកឆ្អល់បងប្អូនហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទស្សនាវីដេអូរបស់ខ្ញុំបាទទាំងស្រុងដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនថ្ងៃនេះខ្ញុំដើរឃើញនៅចិត្តពេញជាងទេបងប្អូនហើយរុក្ខជាតិនេះផងដែរឈ្មោះថាព្រំអ្នកខ្លះគេហៅព្រំបន្លាបងប្អូនណាពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងត្រូវជាច្រើនណាបងប្អូនប៉ុន្តែលោកគ្រូលើកមកពី3 4មុខដើម្បីចែកជូនបងប្អូនហើយបងប្អូនយកទៅប្រើប្រាស់ដូចជាផ្លែបងប្អូនបុកលាយជាមួយស្លឹកបងប្អូនយកមកធ្វើជាឱសថបុកហើយយើងហូបវាមួយថ្ងៃ3 ដងបងប្អូនបុកវាលាងសម្អាតកុំឲ្យមានមេរោគបងប្អូនអាកាពះត្រូវកប់នឹងកាពះចុកឆ្អល់របស់យើងបងប្អូនបុកស្លឹកវាទៅហើយពូតយកទឹកវាឲ្យស្អាតហូបមួយថ្ងៃ3 ដងទៅម្ដងមកកូនកែវម្ដងមកកូនកែវក៏បានដែរបងប្អូនឬក៏បងប្អូនមកហូបមកពេល2 ពេលក៏បានដែរបងប្អូនណាព្រឹកល្ងាចទៅប៉ុន្តែកែវរៀងធំបន្តិចអាហ្នឹងធ្វើឲ្យសម្អាតមេរោគកម្ចាត់មេរោគក្រពះបងប្អូនហើយក្រពះចុកឆ្អល់ក៏ត្រូវដែរបងប្អូនយើងបុកស្លឹកហ្នឹងស្លឹកព្រំបន្លាហ្នឹងបងប្អូនណាត្រូវកប់នៅជំងឺហើយបើបងប្អូនយកស្លឹកវាបុកហ្នឹង10 ក្រាមទៅ15 ក្រាមហើយយើងបុកពូតទឹកហូបម្ដងហ្នឹងណាពូតយកទឹកវាពិសាទទួលទានហ្នឹងយកស្លឹកវាបូតយកស្លឹកវាតែ10 ក្រាមទៅ15 ក្រាមបានហើយបងប្អូនបញ្ជាក់លើកទី2ដើម្បីឲ្យបងប្អូនបានចាំទៅយកទៅប្រើចំគោលដៅឱសថបុរាណខ្មែរយើងបងប្អូនទៅដាក់លើសទៅវា error មានន័យថាវាអត់ទទួលវាលើសចំណុះហើយធ្វើឲ្យយើងឈឺក្បាលធ្វើឲ្យធីងធងធ្វើឲ្យយើងហាត់លហើយក្នុងខ្លួនញ័រទ្រូងដោយសារយើងប្រើថ្នាំទៅហើយបើយើងប្រើថ្នាំតិចបងប្អូនវាធ្វើឲ្យវាអត់ដល់កម្រិតមានន័យថាវាអត់ដល់ដុសបារាំងថាអត់ដល់ដុសអញ្ចឹងយើងយកទៅប្រើប្រាស់អត់ក៏ប្រសើរនឹងជំងឺរបស់យើងដែលយើងឈឺទេដូចជាកាពះចុកឆ្អល់អញ្ចឹងបងប្អូនហើយយើងប្រើចេះដាក់ចេះលាយចេះលៃលោករបស់វាធ្វើឲ្យជំងឺយើងវាឆាប់ជាសះស្បើយហើយពូកែស័ក្តិសិទ្ធិបងប្អូនណាដូចឆ្នាំខ្ញុំរាល់ថ្ងៃអញ្ចឹងបងប្អូនមកជាវខ្ញុំអញ្ចឹងខ្ញុំប្រើរុក្ខជាតិទាំងអស់ហ្នឹងគឺប្រើរយៈពេលខ្លីទេបងប្អូនពេលបងប្អូនយកទៅពិសាទទួលទានជាវឆ្នាំខ្ញុំហើយតែ2 ឬ 3 ថ្ងៃយ៉ាងយូរ4 ថ្ងៃបានធូរតែម្ដងនេះដោយសារយើងចេះផ្សំចេះដាក់ឲ្យត្រឹមត្រូវទេបងប្អូនហើយចំណែកដើមរបស់វាបងប្អូនណាដើមរបស់ព្រំបន្លាហ្នឹងណាយើងយកជួយជាថ្នាំជំនួយទឹកដោះបងប្អូនដាក់តែ10 ក្រាមបានហើយបងប្អូនណាជំនួយទឹកដោះយើងទឹកដោះឧទាហរណ៍ថាកូនខ្ចីអ្នកមានកូនកើតមកវាអត់កូនកើតមកអត់មានទឹកដោះកសត់ទឹកដោះអញ្ចឹងបងប្អូនយកទៅប្រើហើយដាំតែ10 ក្រាមមួយឆ្នាំងនឹងហូបពិសាទទួលទានទៅ2 3 ឆ្នាំងទៅធ្វើឲ្យចេញទឹកដោះវិញហើយអញ្ចឹងណាបងប្អូនហើយដើមដដែលបងប្អូនណាជាថ្នាំសរសៃប្រសាទប៉ិនបងប្អូនដាក់ខុសគ្នាបងប្អូនណាដាក់20 ទៅ 25 ក្រាមស្ងួតណាពេលស្ងួត20 ក្រាមទៅទឹក25 ក្រាមដាំ2 3 ឆ្នាំងទៅវាសម្រួលសរសៃប្រសាទយើងហ្នឹងធ្វើឲ្យសរសៃប្រសាទយើងមិនឆាប់ខឹងឆេវឆាវធ្វើឲ្យយើងដេកលងលក់ស្រួលហើយធ្វើឲ្យយើងឆាប់ដេកលក់មិនសូវគិតច្រើនបាត់រោគសត្រូបាត់រោគ stress នឹងហើយនឹងដើមអំព្រំឬព្រំបន្លាអ្នកខ្លះគេហៅថាព្រំបន្លាអ្នកខ្លះថាអំព្រំទៅទេបងប្អូនហើយកុំគេថាភាសាតាមតំបន់បងប្អូនកុំប្រកាន់ថានេះឈ្មោះព្រំបន្លាតើអ្នកខ្លះថាឈ្មោះព្រំតើមិនមែនទេវាដូចតែគ្នាទេគាត់ថាក្រៀមភាសាមានន័យថាភាសាតំបន់អញ្ចឹងគេហៅខុសគ្នាក៏មិនស្អីទេឲ្យតែដើមវាដូចគ្នាអញ្ចឹងណាបងប្អូនហើយចំណែកមួយទៀតបងប្អូនបន្លាដែលបែកស្នែងចេញជាដូចស្នែងក្របីហ្នឹងបងប្អូនគេយកមករុំអំបោះខ្មៅយើងហ្នឹងហើយគេដោះនឹងប្រភេទមុនខ្មៅបងប្អូនមានន័យថាយកទៅដាំហូបរុំអំបោះខ្មៅទៅដាំពិសាទទួលទានទៅប្រអំពើបំពន់អីហ្នឹងទៅវាបាត់ហើយមុនខ្មៅបងប្អូនដឹងហើយពាក្យថាមុនខ្មៅហើយលោកគ្រូបកស្រាយច្រើនពេកទៅវាយូរវីដេអូចឹងបងប្អូនណាចំណែក
ត្រាំស្រាក៏បានដែរបងប្អូនព្រំនឹងក៏ប៉ុន្តែ5ស្រាយើងដាក់ជាមួយត្រាំលាយអង្ក្រងផងដាក់កន្លះខាំអញ្ចឹងទៅណាបងប្អូនស្លឹកឫស្សី10ក្រាមស្រាស1 កែវតូចហើយយើងផឹកក្នុងរយៈពេល15ថ្ងៃញៀនស្រាហ្នឹងក៏ជាជំងឺដែរបងប្អូនណាអ្នកញៀនស្រាគេដាក់ចឹងដូចខ្ញុំប្រាប់ចឹងលាយនឹងអង្ក្រងលាយនឹងស្លឹកឫស្សីលាយនឹងស្រាសហើយការដាក់ដូចខ្ញុំនិយាយខាងលើចឹងយកផឹករយៈពេល15ថ្ងៃធ្វើឲ្យអ្នកញៀនស្រាអ្នកទទួលទានស្រាអ្នកញៀនស្រាញាប់មួយថ្ងៃដាក់រហូតហ្នឹងធ្វើឲ្យជាសះស្បើយហើយណាយស្រាលែងឃ្លានស្រាហើយនឹងបើចង់ប្រសាទស្រាចំពោះអ្នកញៀនស្រាចង់និយាយចឹងណាបងប្អូនហើយបើសិនជាបងប្អូនមើលឃើញថាមានប្រយោជន៍ហើយនឹងស្ដាប់ទៅមានប្រយោជន៍សូមបងប្អូនចុច like ចុច share ចុច subscribe ឲ្យលោកគ្រូបានណាមួយផងបងប្អូនហើយថ្ងៃក្រោយលោកគ្រូចែករំលែកតទៀតដើម្បីរកគ្រូជាតិណាដែលប្រកែដុះនៅទឹកដីកម្ពុជាយើងនេះបងប្អូនណាហើយសូមជូនពរបងប្អូនសូមបងប្អូនបានសុខបានចម្រើនសូមជូនពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀតឡើយខណៈពេលនេះខ្ញុំបាទគ្រូសុទ្ធបរានជ័យទឹកសូមគោរពសូមជម្រាបលា